ได้ยังนั่งนั่งหลับบองยมเมาใช่ยมปราบมีเรื่องไอ้mạch má cùng à từ lụa đồ ấy ấy đi mạch má khốt nhom trắng riệp từ lụa đồ nơi âu nơi bong mạch má nỉ hơi sân nơi nỉ hơi gì mạch nhá bên vậy mà thà nơi thơ ca thì hỏi ban sầm rạch sân tới ca na dương thơ ở tân sầm rạch dương chinh từ lụa đồ ấy tới về nực khơi nồng tiền này tam cặp bát tay nhom chơi tập đẹp đam bậc quân rồi bậc nhom mình xây ai bậc quân bậc nhom thưa ca ngôn tê của thà dương miếng bát bầm ra tràn hơi dương cua lao tập ra bát bầm ra nó ở kênh thưa ca ban tràn rồi trong rồi ngày nó oi bại bầm rào đấy chồng bát bầm ra nó không bị miệt bao dương miếng ao cả cột đó ơi khởi bại nông đặt bọt cháu lúc miền bàn từ chui thưa cài không bao nhiêu nè bầm ra nó không bị miệt ở bao dương mình chỉ bao thế con tay phía xa là bao dương cứ hay thả bát bầm ra cứ chỉ nè bầm ra vậy nè bầm ra vậy tăng lắm ba hay tu cùng cả na ấy nó đôi khổ tật tê hay nhộng nó từ ba rồi hơi dòng đôi anh chẳng có trừ cái hai thả bát bầm ra đây cứ chỉ nè bầm ra nhông hai nè bầm ra tới hai ba nè bầm ra nó cứ phía xa mình xây chip cái ruột tê hai nè bầm ra chẳng vừa thọc tiệp về chứ đồ đó đôi nhà mấy hai ốc nhà bầm rau vậy thôi việc miên là na hai ốc nhà bầm rau cho khơi cái rô xi là miên khai chỉ ốc nhà nè miên đấy hay bây giờ nè cro đỏ sâu nó có ốc nhà cro đây biết thọ ốc nhà thôi mình men cro tê sắt nè miên nè mốc mọt pung pua miên tróc sẩm bát hồ hia hơi ban khai cho ốc nhà ban trong nè cro ọt miên mốc mọt thế chồng nè cro miên hơi mốc mọt có bàn tay lôi cả việc miên đây cho hai thả nè cro nhom khơi nè miên nơi chết tiệt nhom á cho mấy càoពីនៅអូដើរចឹងហ្នឹងដើរទៅមកត្រង់ភ្លឹងដល់ពេលមានបាន5ឆ្នាំកាន់តែមានមែនទេឥឡូវដើរចេះហើយម៉េចមិនដើរចឹងលើឈាមហើយម៉េចបានទៅលើឈាមចឹងទៅដេកស្រួលស៊ីស្រួលដាក់ពីនៅក្រទៅកាប់ភ្លឺបាត់ភ្លឺស្រែភ្លឺអីផុកនេះជាប់ទៅមើលស្រែមើលស្រូវដើរទៅដើរមកកាត់ក្តៅកាត់អីវាចេញញើសដល់ពេលតាំងពីមានមកចេញខាងក្រៅបន្តិចដៅស្អុះចូលក្នុងបន្ទប់បើកសតិកហាល់ជាហាល់អីវាអត់មានធាតុអាកាសញើសចេញចូលស្រួលបួលវាមិនស្ទះនៅក្នុងហ្នឹងអញ្ចឹងហើយបានជាខ្ញុំនៅខ្លាចទៅជាមហាសេដ្ឋីក៏ពិតមែនក៏ប៉ុន្តែការងារដែលខ្ញុំធ្លាប់ធ្វើរាល់ថ្ងៃគឺខ្ញុំត្រូវតែធ្វើខ្ញុំរងថ្ងៃរស់ស៊ីមានមែនទេបែបដើរទៅណាលេងរៀកខោអាវមិនបាត់ទៅលេងស្លៀកកៅអៅយ៉ាងម៉េចឲ្យវាស្រឡះខ្លួនយើងពាក់តែខ្សែកខ្សែដៃអញ្ជៀនទៅចាំម៉ាច់លៀករឹកមិនមែនអញ្ចឹងទេកាន់តែមានកាន់តែដាក់ខ្លួនបាទហើយក៏កាន់តែមានកំណត់រកស៊ីក៏កាន់តែច្រើនដែរមិនមែនយើងកាន់តែមានយើងកាន់តែអួតសំញែងដូចជាបងឯងអញ្ចឹងបញ្ចេញនៃទ្រព្យរបស់គេថៅថាទ្រព្យរបស់គឺជាទ្រព្យក្រៅខ្លួនទេលោកម្ចាស់និយាយខុសទៀតឲ្យរស់ស៊ីឲ្យតែរស់ស៊ីមានទៅកាន់តែរស់ស៊ីហ្នឹងហើយខ្ញុំឃើញអ្នកមានស៊ីតិចហ្នឹងបើអ្នកក្របាយមកកូមហូបអស់អ្នកមានស្រួលប៉ុណ្ណឹងហើយគេរកស៊ីគេទៅធ្វើការងារឲ្យមានមុខចំនួនណាល្អដើម្បីយកប្រាក់កម្រៃចូលក្នុងវាមានយ៉ាងម៉េចអូនឯងប្រយ័ត្នប្រយែងបន្តិចទៅលឺប្រយ័ត្នយ៉ាងម៉េចទៅលឺលោកប្រុសថាចង់បានកូនមួយទៀតទៅណាបើនិយាយដល់រឿងនេះខ្ញុំអំបញ្ញមិញក៏បានស្ដាប់ឮដែរឮពុកនឹងម៉ែរបស់ខ្ញុំណែមិនដឹងយ៉ាងម៉េចទេបងឯងបានឃើញហើយមែនទេឃើញហើយបងភីឡើងប្រហោងពោះមិនអញ្ចឹងមិនបានត្រូវភីចំនួនអំទៅវិញខ្លាចកូនក្រោយមុខដូចខ្ញុំអីទៅមិនអញ្ចឹងពុកប្រៃមិនបានទៅកាត់ត្រង់បងឯងហើយមិនបានទៅកូនអំតែមុខដូចឯងទៅវិញប្រៃខ្ញុំចាប់ពីពេលហ្នឹងតទៅអត់ហ៊ានចូលជួបលោកម្ចាស់ទៀតទេលោកបងហើយមិនអញ្ចឹងខ្លាចមុខកាត់ដូចខ្ញុំអីទៅវាមិនអូយងាប់ហើយនេះមិនដើរទេគ្រាន់តែចូលក្នុងវារបស់យើងញឹកញាប់ដែលយើងប្រើឯងទៅធ្វើនេះធ្វើនោះហ្នឹងមុខដូចឯងយ៉ាងម៉េចហេងសួរទេណាលោកបងបានសិនជាមុខដូចព្រៃក៏ល្អមួយយ៉ាងដែរលោកបងមិនមើលបើមុខត្រឹមព្រៃមុខស្អាតណាលោកបងបើកូនបើតែមានអ្នកណានិយាយថាបើកូនក្រោយទៅមុខពងកពើទៅវាគួសមម៉ែខ្លាចមុខដូចពងទាឈ្មោលមុខដូចខ្ញុំអីទៅគាត់តែម៉ែហ៎ថា
ថាមុខប្អូនខ្ញុំកាត់តារោបងព្រៃស្អាតយ៉ាងម៉េចមកឯងមើលបងព្រៃតាណាឃើញស្អាតហ្នឹង ហេមើល អរចុះគាត់មិនអាក្រក់អីទៅកូនគាត់ស្អាតបាត់ដូចតែយើងដែរតា អើយមកឯងមើលទៅមើលនេះ ហើយថាបងនឹងក៏ក្រិចហ្នឹង ខ្ញុំ បងប្អូនជាពលរដ្ឋនៅខាងព្រីផ្កំភូមិទាំងមូលគេមើលមុខពូប្រំប្រៃមើលមួយផ្លេតមុខទៅមុខមើលមុខទូកស្មាច់ អត់ហើយមកទៅស្មាច់ បងអញចេះតែបើអាប់បងព្រៃហើយ ដល់និយាយលេងណា មកដោយទុកស្មាច់ហ្នឹងមិនមែនអាទុកស្មាច់ថ្មីគេទៅយកមកទេអាទុកខូចទេនេះ បងមកខ្ញុំមកតាមផ្លូវមកដល់អន់ចិត្តខ្លួនឯងហ្នឹង មិនអញ្ចឹង ចិត្តរឿងអីទៅក្មួយ មិនអត់ចិត្ត សំបីលោកម្ចាស់អ្នកមានស្រីនេះហើយអាអូននេះកូនអ្នកមាន បាទ និយាយទៅចាញ់អន់ចឹងទាផងនោះ អា ទៀងទៀងយ៉ាងម៉េច អត់ពួកខ្ញុំវិញ ពួកខ្ញុំមិនបាត់ជាអន់ជាងទៀតទៅវិញ អាគិតមើលទៅទាស៊ីតែស្រូវសោះហើយពងវាសស្គុះ ហើយយ៉ាងម៉េច យ៉ាងម៉េចបានទៅចំណាយនឹងពងទា យើងស៊ីបាយកិនកសស្គុះដល់ពេលពងហ្នឹងម៉ៅ អូយងាប់បាត់ហើយម៉ែម៉ែមើលបងព្រៃនិយាយ បថយមិន និយាយ បងព្រៃ និយាយស្ដីអីអញ្ចឹ បង ង អញនិយាយរឿងបងទាចឹងខ្ញុំសំណោះណាបង ណាស់អី បងអញគិតមើលខ្ញុំតូចចិត្តខ្ញុំអត់ដែរហ៊ានសួរពុកខ្ញុំទេតែថ្ងៃហ្នឹងដាច់ចិត្តសួរបងអញតែម្ដង មានរឿងអីចឹងលោកបង បងអញគិតបងអញនិយាយមិននិយាយពីបងទាមែនអត់ទាគេហៅបងទា ពងទា ជ្រូកគេហៅបងជ្រូក ពងជ្រូក គោគេហៅបងគោ គោ ចុះបងព្រៃអីគេហៅបងអីចា ពងហាក់ល្មាន នេះខ្ញុំជឿទេ វាមិនដែរមនុស្សឯណាតែបងហនុមានទេអ៊ំក៏មិនជឿ អើមែននៅអត់មានពងមែនហ៎ និយាយអត់អ្ហ្មិច អត់ខ្ញុំសួរអ្នកលក់ពងទាថាធ្វើម៉េចឲ្យពងសស្គុះចឹងមកគេថាឲ្យយកស្រូវដុសព្រឹកនេះលោកប្រុសទិញស្រូវ10គីឡូមកទុកក្រាន់ដោះពងណា បាទ ដល់ទៅពុកឯលោសងគេពុកឯង កូនឯងកូនចេះតែស្ដា ខ្ញុំ ប់ និយាយលេងឯងខ្ញុំរៀបលាទៅធ្វើការ បើតែធ្វើការណាត្រូវតែធ្វើឲ្យបានគ្រប់ចំនួនណានៅក្នុងវិមានរបស់យើងត្រូវតែបែងចែកមនុស្សខ្លះណែដូចជាអ្នកបម្រើវាមានអ្នកបម្រើទុនទាបអ្នកបម្រើរៀងមានមុខមានមាត់អីខ្លះអ្នកណាដែលគេហៅថាអ្នកខ្ពង់ពោះបន្ទាប់ពីយើងអញ្ចឹងហ៎ឃើញទេ អ្នកពងពោះយើងធ្វើម៉េច ដូចប្រៃឯងអញ្ចឹងគឺជាមេការនៅក្នុងវិមាននេះអញ្ចឹងត្រូវតែដើរបញ្ជាអ្នកបម្រើឲ្យគេធ្វើការឲ្យបានល្អ បាទ ប៉ុន្តែបើសិនជាអ្នកបម្រើគ្រប់គ្នាគេធ្វើខុសខ្ញុំស្ដីឲ្យបងប្រៃឯងហើយ អូគេធ្វើខុសអី ហ្នឹងហើយ ហើយអ៊ំឯងល្ងងអីគេធ្វើខុសមកស្ដីឲ្យខ្ញុំហ៎ មួយអញគឺជាអ្នកមើល យើងជា អ្នក អ្នក គ្នានោះអី បញ្ជាឲ្យគេធ្វើយើងជាអ្នកដឹកនាំគេ ខ្ញុំមកឲ្យគេធ្វើតាហើយខ្ញុំមើលតាខ្ញុំមិនឲ្យគេធ្វើខុសណា អាហ្នឹងហើយបានអ៊ំចង់និយាយនៅពេលដែលក្មួយឯងឃើញគេធ្វើខ្វះខូចឯងមិនប្រាប់គេហ្នឹងបានជាអ៊ំត្រូវស្ដីបន្តឲ្យក្មួយ ជិលនិយាយមកអ៊ំឯងច្រើនណារត់ដាក់កេបកដុលវិញ ហើយ ហើយលោកបង ការងារមកកណោទៅដាក់កេបកដុលយ៉ាងម៉េច បងវិសាល យ៉ាងម៉េចអូនហ៎ អំអញមិនបងអញឃើញអីខ្លះ អូ បងស្រឡាញ់អូន បងក៏ស្រឡាញ់អូនដែរ នឹងស្អីទេបងឯង អូនឯងនេះចេះតែអញ្ចឹងបងស្រឡាញ់អូនឯងស្ទើរតែលេបទៅហើយអូនឯង ក៏ស្រឡាញ់បងឯងស្ទើរតែលេបដែរ លោកបង ណែអូនគុណធា ចា បងមិនចង់ទៅណាក្លៀតឆ្ងាយអំពីអូនតតែសោះ ប៉ុន្តែគ្រួសារយើងត្រូវតែរកចំណូលចូលណាបង បង កុនធា ហើយ តែ វិញ ចំណា ណា តាមពុកម៉ែធ្វើអី ឡើងឲ្យផ្អែ លោក ម វិសាក៏អញ្ចឹងដែរធម្មតាណាកូនពុកម៉ែបានជួបគ្នាយូរម្ដងគួរតែមានភាពផ្អែមល្ហែមជាមួយគ្នាវាជារឿង មិន ធម្ម សឹក តា ចិត្តទេមកឯងដឹងជារឿងផ្អែមល្ហែមឬជារឿងធម្មតាពិតមែនប៉ុន្តែពុកអំបញ្ញមិនពុកនិយាយថាចង់បានកូនមួយទៀតខ្ញុំមិនសឹកចិត្តទេមែនទេបង បង មានពួកយើងពីរនាក់ហើយឥឡូវចង់បានមួយទៀត រចុះ ឥឡូវមកឯងគិតយ៉ាងម៉េច ណាពុកគ្រាន់តែនិយាយលេងទេពុកឯណាទៅយកទៀតហ៎ មែនម៉ែ គាត់ និ តែ យាយ និយាយលេងទេកុំយកចិត្តទុកដាក់អីគុនធាលោកវិសាល ម៉ែណាតែមានកូនមានប្អូនមកពីណាទៀតទៅកូនម៉ែមានតែកូនពីរនាក់ហ្នឹង ពុកម៉ែឥឡូវចេះចាស់បើរឿងពុកម៉ែខ្ញុំទុកមកឡែកសិនចាស់ប៉ុន្តែខ្ញុំប្រាប់រឿងមួយក ូនមានរឿងអី ពេលដែលខ្ញុំដើរទៅក្នុងភូមិគេថាខ្ញុំឲ្យបងវិសាលអត់ដូចគ្នាផង មិនមែនទេម៉ែបើសិនជាលោកវិសាកាត់តាមពុកកូនកាត់តាមម៉ែវាជារឿងធម្មតាតើ មិនមែនទេគេថាកូនពុកក៏មិនកាត់តរោម៉ែនោះក៏មិនកាត់តរោ ពិត ម៉ែ មែន ជា ណា កាត់តរោអ្នកដតីទៅវិញ លោកវិសាលមិនបានជាកូននិយាយស្ដីអញ្ចឹង ញ
ខ្ញុំនិយាយតាមគេនិយាយ អូ មែន គេ ទេ និយាយ បង អញ្ចឹងម៉ែគេនិយាយអញ្ចឹងមែនណា កូនណាទោះបីជាឪពុកម្ដាយប៉ុន្តែបើកូនកាត់មកមិនមានមុខមាត់ដូចពុកម៉ែក៏អាចកាត់ទៅតាមលោកយាយលោកតាលោកពូលោកមីងដែលជាឈាមជ័ររបស់យើងនឹងណាកូន ថ្ងៃក្រោយបើទៅសាលាណាបើសិនជាមានគេនិយាយអញ្ចឹងទៅតែប្រាប់គេថាខ្ញុំកាត់ទៅពូរបស់ខ្ញុំ បាទ ពុកអាពុកម៉ែខ្ញុំ យ៉ាងម៉េច ខ្ញុំ កូន មានរឿងប្រាប់ពុក មានរឿងអី ពុកអើយអាបងចូលរៀនអត់ចូលសាលាឯង ហាហើយមិនបានចូលសាលាអញ្ចឹងហាវិសាល មិនបានខ្លួនឯងថាអញ្ចឹង អត់ចូលរៀនទេពុក ណែ វិសាល កូនធា បងឯងជាបើពុកអាចchơiបងឯងទៅសួរគ្រូอะ ពុកមិនមែនអញ្ចឹងទេកូនទៅរៀនរាល់ថ្ងៃតើ ពុកឯងហើយនឹងម៉ែមិនខំរកប្រាក់ អឺ ឲ្យលុយកូនទៅរៀនម្ដងមិនច្រើន អឺ តែបងវិសារៀនយកលេខ1ខ្ញុំអត់ចង់បានទេលេខទៅចង់ងាប់ ហា អូន ហើយគាត់ឲ្យចង់មកលេងប៉ុន្មាន ខ្ញុំជាប់លេខ35 ហា ជាប់លេខ35 ចា ហើយក្នុងថ្នាក់ហ្នឹង មានសិស្សប្រហែលអ្នក មានសិស្សប្រហែលកូន 35នាក់ទាំងកូន ស្លាប់ ឃើញទេកូនល្អពុកឯង ពុកឯងដឹងយ៉ាងម៉េចអត់ម្សិលមិញលោកគ្រូឲ្យខ្ញុំហើយនឹងបងវិសាលតែងសេចក្តីជាមួយគ្នាដល់ទៅពេលបងវិសាលឡើងទៅដល់កន្លែងលោកគ្រូពឹបលោកបងវិសាលជំរាបសួរលោកគ្រូចឹងណាពុកហើយលោកគ្រូសួរថាវិសាលតែងសេចក្តីពីអីបងវិសាលតែងពីពុកហើយនឹងម៉ែខ្ញុំស្រឡាញ់គ្នាណាស់បេះដៃមិនចេញទេ មែនហើយ ខុសពីខ្ញុំដាច់ ហើយកូនឯងទៅតែទឹកអីថាម៉េចទៅហ៎ ពុកឯងចង់ដឹងអត់ខ្ញុំឡើងទៅដល់ជំរាបសួរលោកគ្រូ អាយ៉ា ហើយលោកគ្រូថាគុនធាឡើងមកតែងសេចក្តីពីអីខ្ញុំថាខ្ញុំតែងពីសេចក្តីពុកហើយនឹងម៉ែខ្ញុំដូចបងប្រុសខ្ញុំដែរប៉ុន្តែខុសពីបងប្រុសរបស់ខ្ញុំម៉ែឯងដឹងយ៉ាងម៉េចអត់ខ្ញុំថាពីមុនឡើយខ្ញុំនឹងបងវិសានៅតូចថ្ងៃមួយនោះខ្ញុំនឹងឲ្យបងអត់ទាន់ដេកទេហើយខ្ញុំលឺពុកខ្សឹបម៉ែថាអញ្ចេះម៉ែវាកូនដេកអត់នៅចឹងខ្ញុំពីរនាក់បងខ្ញុំធ្វើបាត់ភ្នែកចឹងណាពុកធ្វើបាត់ភ្នែកចិត្តចឹងណាដល់ពេលហើយទៅពុកក៏ឡងម៉ែបឹបលើកខ្ញុំទីងដាក់ខាងហើយលើកអាបងទីងដាក់ខាងដល់ទៅពេលហើយផ្ទះយើងមិនវាមានដល់ស្កឹមស្កៃប៉ុន្តែអ្នកសម្រាប់គេនៅក្នុងបន្ទប់ពុកមិនមានភ្លើងរាត្រីមែនទេពុកដល់ទៅពេលហើយពុកឯងដឹងយ៉ាងម៉េចអត់ពុកប្រឡងបឹបបិទអាភ្លើងធំបឹបមិននៅភ្លើងរាត្រីខ្ញុំពីរនាក់អាបងក៏ដូចគ្នាប៉ាត់បើកភ្នែកធំចឹងណាដល់ពេលហើយខ្ញុំឃើញពុកនៅពីលើម៉ែច្បាស់ចេះ ហា បងឯងក៏ឃើញដែរបង អូនក៏ឃើញ ហើយតែសេចក្តីយកទៅប្រាប់គ្រូអស់លេង ចាបើខ្ញុំនឹកឃើញចឹង ងាប់ហើយអញ បែរតែកូនតែសេចក្តីប្រាប់លោកគ្រូអ្នកគ្រូនោះកូននិយាយបែបហ្នឹងច្បាស់អញ្ចឹងហើយកូន ចា មិនមែនប៉ុណ្ណឹងទេម៉ែនៅមានច្រើនទៀតណាអូនឯងនិយាយរៀបឲ្យអត់ទៅមើល តិចអស់លេង អូយ លោកបងនិយាយថាកូនដេកហើយក្មេងដេកហើយចុះហេតុអីមិនចកេះដឹងទីកំពុងបលឹក ពុកអាឡៃពុកឯងអាឡៃបិទភ្លើងទៅអី បាត់ឯងយើងចូលសម្រាប់មិនបាត់ភ្លើងហ៎ ឆាប់កូនឯងយល់ច្រឡំតាមប៉ុន្តែថ្ងៃនោះម៉ែមិនស្រួលខ្លួនអញ្ចឹងហើយបែរជាម៉ែហ្នឹងឲ្យពុករបស់កូនលើកូនដាក់ខាងឲ្យម៉ែរបស់កូនហ្នឹងពុកកូនក៏ខ្យល់ឲ្យម៉ែអញ្ចឹងហើយបែរជាពុកកូនហ្នឹង សម័យពុកក៏ខ្ចត់ ចោលហើយក៏ចោល ចម្លែកណាអូនចម្លែក ចម្លែកណា បង បង បែ ណា កាលពីនេះលោកយាយគាត់នៅមានបជនគាត់កោសខ្យល់ឲ្យពួកយើងតែពីរនាក់តលតែមានភ្លើងបានកោសកើត ចា តែពុកហើយនឹងម៉ែខ្លាយខុសគេ ចម្លែកណាបង ចម្លែកណាចម្លែក វិសាល បាទ ជំងឺម៉ែខុសគេបើបើភ្លើងម៉ែអត់ជាទេកូនទៅបិទភ្លើងភ្លឹបបានម៉ែជា អូ ឥឡូវចេះចាម៉ែអើយពុក អឺ ខ្ញុំសុំពុកឯងទៅផ្សារមួយថ្ងៃមកពុក សុំតែផ្សារ ហើយរៀនសតអត់គិតទេចង់តែទៅផ្សារទៅធ្វើអីហ៎ ពុកថ្ងៃហ្នឹងថ្ងៃអាទិត្យហ្នឹង លោកបងយកកូនសុំយើងម្ដងម្យ៉ាងទីថ្ងៃហ្នឹងក៏ជាថ្ងៃសម្រាប់នៃការសិក្សាឥឡូវចេះទៅឲ្យមានប្រាក់កូនយ៉ាងបន្តិចបន្តួចដើម្បីទៅផ្សារ តែមិនទី មនុ ទេ ស្ស ពុក ស្រី មិ មិន ន ទី កំមុំត្រូវការទិញរបស់ប្រើកាយលោកបងអនុញ្ញាតទៅ ពុកឲ្យទៅណាអនុញ្ញាតឲ្យទៅ ខ្ញុំអរគុណពុ ក៏ ក ប៉ុន្តែណែនោះ រូបបាត់ ចុះទៅរើសឲ្យប្អូនភ្លាមទៅអ្វីធ្វើ ឲ្យតែកៃប្រើតែខ្យល់ ហើយឡាមកហើយកូនធាចុះទៅលើកបងមកអូន អញ រួចទេ ខ្ញុំអត់ហ៊ានលោតទេខ្ញុំខ្លាចបាក់កជើង មិនទៅពុក ឡាមក បើឡើងមក ឡា ដល់ មក ឆោនមកទៅ ញីមកឡើងក៏ ពុកឯងផ្ទះប្រប៉ុណ្ណាណៃពុកឯងអត់ធ្វើចដាវពីមុខ មកជួយ ងាប់ពុកខ្ញុំឯង
ជាមួយពុក លោកវិសាល បាទបាទ ចា ម៉ែ ថ្ងៃនឹងកូនមានបំណងអីចង់សុំពុកហើយនឹងម៉ែលឺនិយាយប៉ុន្មានថ្ងៃហើយចង់ជួបពុកហើយនឹងម៉ែកូនមានរឿងអីចង់និយាយជាមួយនឹងម៉ែអាកូន បាទម៉ែកូនចង់បានរបស់មួយយ៉ាងណែពុកអា មកអី ចាំបានរបស់ ប៉ុ ទៀត ន្មាន ហើ ថ្ងៃ យ ទៀតពុកក៏ទៅធ្វើចំនួនចិត្តទៅពុក អូតាក៏ប៉ិតទៅប្រហែលជា2 3ថ្ងៃទៀតណា ពី3ថ្ងៃទៀតមែនទេពុក បើសិនជាកូនសុំរឿងមួយពីពុកហើយនឹងម៉ែតើពុកម៉ែព្រមដែរទេ លោកវិសាលកូនមានរឿងអីកូននិយាយប្រាប់ពុកហើយនឹងម៉ែចោះពេលព្រមម៉ែក៏ធ្លាប់សន្យាបើសិនជាកូនរៀនពូកែជាសិស្សឆ្នាំនៅក្នុងថ្នាក់កូនចង់បានអ្វីក៏ម៉ែបំពេញតាមបំណងកូនជានិច្ចឥឡូវកូននិយាយទៅកូន បាទកូននឹងសន្យាខិតខំប្រឹងប្រែងរៀនឲ្យបានលេខ1រាល់ខែយកសញ្ញាបត្រមកឲ្យពុកហើយនឹងម៉ែឲ្យទាល់តែបានរបស់ដែលកូនចង់បានកូនឃើញកូនគេដែលរៀនជាមួយនឹងកូនគេមានខ្សែកពេជ្រពាក់ល្អណាស់ពុកអើយកូនស្រឡាញ់ណាស់កូនចង់បានមួយខ្សែនឹងគេដែរណាពុកម៉ែ លោកវិសាល បាទ កូនចង់បានខ្សែកពេជ្រពីម៉ែមួយខ្សែ បាទម៉ែ ម៉ែមិនចាប់ទាស់តែកូនប៉ុន្តែត្រូវតែសន្យាជាមួយនឹងម៉ែថាកូនត្រូវតែខំរៀនមិនថាថ្ងៃនេះឬក៏ថ្ងៃណាទេកូនខំរៀនធ្វើឲ្យបានល្អម៉ែនឹងប្រកល់ខ្សែកពេជ្រមួយខ្សែនេះឲ្យកូនម៉ែសន្យាណាកូន អរគុណណាស់ម៉ែកូនសន្យា ឥឡូវណាបងប្អូនទៅចុះ វិសាល បាទ បើសិនជាគុនធាចង់ទៅផ្សារនេះកូនឯងអត់មានចង់ជូនប្អូនទៅទេហ៎ ខ្ញុំអត់ចង់ទៅជាមួយ ខ្ញុំ អូ អ ន ត់ ទេ ឲ្យ ពុក អត់ឲ្យបងទៅទេខ្ញុំទៅមួយបង ឥឡូវទៅចុះណាកូនទៅ ខ្ញុំ ចុះ ទៅណាពុកម៉ែ បញ្ញាមកវិញណា ប្រយ័ត្នប្រយែងខ្លួនឯងអាលេអាឡក់ណាឥឡូវហ្នឹង ខ្ញុំដឹងហើយ វិសាល បាទម៉ែ បើសិនជាបងទៅផ្សារហើយឥឡូវចេះទៅម៉ែឲ្យអ្នកបម្រើរៀបចំបាយម្ហូបទុកឲ្យពុកពិសាទៅពិសាបាយជាមួយនឹងពុកម៉ែមួយពេលសិនដែរណា អត់អីទេម៉ែថ្ងៃនេះកូនមានធរៈបន្តិចជប់ណាត់ជាមួយមិត្តភ័ក្តិនាំគ្នាទៅជួបជុំគ្នានៅសាលាដើម្បីពិភាក្សាអំពីនៃការរៀនសូត្ររបស់កូនបន្តិចណាម៉ែ ល្អបើសិក្សាការរៀនសូត្រពុកឲ្យទៅជួបជុំគ្នាណាប៉ុន្តែបើសិនជាក្រៅពីហ្នឹងត្រូវតែចេះស្ដាប់ឪពុកម្ដាយមិនត្រូវភ្លើតភ្លើនតាមបនភឿនដែលគេប្រវល់យើងទៅខូចនេះទៅធ្វើដំណើរទៅខូចខលជាមួយគេអត់បានទេលឺទេ ពុកម៉ែទុកចិត្តលើកូនចោល ទៅចុះណាកូនណា បាទ នេះចាំត្រឡប់មកផ្ទះវិញលើ កូនគ្រប់លាម៉ែហើយនឹងពុកទៅសិនហើយចា ទៅចុះទៅចុះ បាទ លោកបង ចាំមើលអូន កូនមិននៅទេរៀបចំបាយម្ហូបរួចហើយក៏ហូបតែ2នាក់ទៀតឥឡូវលោកបងជើញទៅផ្សារជាមួយនឹងខ្ញុំទៅលោកបងបានជាគ្នា អញ្ចឹងអញ្ជើញអូន